បងប្អូនវីដេអូខ្ញុំថ្ងៃនេះគឺខ្ញុំនាំបងប្អូនមកលំហែអារម្មណ៍មើលទេសភាពដ៏ស្រស់ស្អាតរបស់ភូមិមួយកន្លែងទៀតដែលខ្ញុំបានទៅក្នុងប្រទេសអូទ្រីបន្ទាប់មកទៀតគឺទៅចំការផ្លែឈើដែលបងប្អូនចូលចិត្តខ្លាំងមែនតើគឺចំការ Cherry បងប្អូនកុំ stress កុំបាក់ចិត្តអីយើងត្រូវរីករាយជាមួយជីវិតហើយកុំគិតថាជីវិតយើងពិបាកបងប្អូនយើងខំប្រឹងប្រែងធ្វើការធម្មតាហើយឲ្យកដោខ្លួនឯងញ៉ាំអីដែលចូលចិត្តនិងមានពេលវេលាដើរលេងលំហែកាយខ្លះចឹងថ្ងៃហ្នឹងគឺយើងចេញដំណើរទៅលេង Maria Tafel ជាភូមិមួយល្បីហើយត្រូវបានគេស្គាល់ថាមានទេសភាពស្រស់ស្អាតខ្លាំងមកបងប្អូនចឹងយើងទៅមើលទាំងអស់គ្នាថាវាពិតជាស្រស់ស្អាតដូចគេល្បីមែនអត់តែមុនទៅដល់គឺសុំឈប់ញ៉ាំអីសិនបងប្អូនដោយសារតែពេលចេញមកហ្នឹងគឺអត់បានញ៉ាំអីពេលព្រឹកទេចឹងជៀសវាងដើរលេងកាល់ខ្យល់យើងត្រូវញ៉ាំអីឲ្យនឹងពោះសិនខ្ញុំកំងបាយសាច់មាន់ជាមួយនឹងស៊ុបញ៉ាំជាមួយម៉ាក់កំងពីមុខអញ្ចឹងញ៉ាំម្នាក់ឯងគឺមិនអស់ទេបងប្អូនណាមួយទម្លាប់ប្រជាជនដែលរស់នៅនឹងគឺគេទម្លាប់ញ៉ាំអស់ពីចានមកបងប្អូនព្រោះវាបង្ហាញពីការគោរពហើយក៏ជាទម្លាប់មួយដែលអត់ខ្ជះខ្ជាយអាហារកន្លែងហ្នឹងខ្ញុំគិតថាល្អបងប្អូនយើងគួរតែទម្លាប់ធ្វើអញ្ចឹងនៅក្នុងគ្រួសាររបស់យើងដែររសជាតិអាហារនៅអឺរ៉ុបនេះមិនមែនញ៉ាំអត់កើតទេបងប្អូនគ្រាន់តែថាភាគច្រើនគេធ្វើសាបឬក៏ប្រៃអញ្ចឹងណាតែក៏មានហាងមួយចំនួនខ្លះក៏ធ្វើរសជាតិដូចអាស៊ីយើងដែរឥឡូវយើងញ៉ាំអីរួចហើយយើងបន្តដំណើរទៅកន្លែងគោលដៅរបស់យើងហើយឥឡូវយើងមកដល់ក្នុងភូមិហើយប៉ុន្តែយើងត្រូវរកកន្លែងចតឡានសិននៅអឺរ៉ុបភាគច្រើនកន្លែង center ឬក៏កណ្ដាលភូមិកណ្ដាលក្រុងហ្នឹងគឺគេធ្វើ church បងប្អូនហើយនៅ Maria Tafel ដែលយើងមកថ្ងៃនេះក៏ដូចគ្នាដែរបងប្អូនមុនទៅដល់កន្លែងជាក់ស្ដែងយើងចូលមកមើលកន្លែងបន្ទប់ពិព័រណ៍គេបន្តិចចឹងកន្លែងនេះគេដាក់បង្ហាញថាភូមិនៅនឹងកាលពីជំនាន់មុនគេរស់នៅបែបម៉េចគេធ្វើអីគេប្រកបរបរចិញ្ចឹមជីវិតអញ្ចឹងណាបងប្អូនជាមួយនឹងការរស់នៅតាមជនបទចិញ្ចឹមសត្វចិញ្ចឹមអីអញ្ចឹងទៅណាបងប្អូនហើយនេះគេបង្ហាញពី process នៅក្នុងការសាងសង់ព្រះវិហារបងប្អូនឥឡូវយើងដើរទៅមើលព្រះវិហារជាក់ស្ដែងមកបងប្អូនហើយនេះជាទស្សនវិជ្ជាជាក់ស្ដែងនៅខាងក្រៅបងប្អូនថ្ងៃដែលខ្ញុំទៅហ្នឹងគឺខ្យល់ខ្លាំងណាស់បងប្អូនហើយមេឃរោភ្លៀងទៀតនាពេលដែលយើងដើរមកកន្លែងនេះគឺយើងអាចមើលឃើញទេសភាព Danube River ដែលជាស្ទឹងដែលមានប្រវែងវែងជាង 3000 គីឡូម៉ែត្រហើយហូរកាត់ជាង10ប្រទេសនៅអឺរ៉ុបនេះបងប្អូនទេសភាពជាក់ស្ដែងយើងមើលនឹងភ្នែកគឺស្អាតខ្លាំងណាស់បងប្អូនហើយឥឡូវយើងចូលមកខាងក្នុងពហិរមើលការរៀបចំពហិររបស់គេបងប្អូនហើយកៅអីដែលគេដាក់ហ្នឹងគឺយើងអាចអង្គុយបួងសួងអីអញ្ចឹងណាពេលចូលមកក្នុងពហិរគឺយើងត្រូវដោះមួកចេញឲ្យបងប្អូនដូចយើងចូលវត្តអញ្ចឹងហើយនេះម៉ាក់ខ្ញុំគាត់បួងសួងសុំសេចក្តីសុខសប្បាយឲ្យកូនរកស៊ីមានបានហើយទៅយើងទៅកន្លែងមួយទៀតកន្លែងនេះគឺយើងអាចដាក់កាក់ហើយទឹកទៀនធ្វើការបួងសួងអញ្ចឹងណាហើយខ្ញុំក៏ធ្វើការបួងសួងដូចគ្នាដែរសូមឲ្យខ្ញុំម៉ាក់ក្រុមគ្រួសារទាំងអស់គឺសុខសប្បាយសុខភាពល្អហើយសូមឲ្យការបួងសួងនេះអាចបានទៅដល់បងប្អូនទាំងអស់គ្នាផងដែរហើយបងប្អូនក៏អាចបួងសួងតាមរយៈវីដេអូខ្ញុំក៏បានដែរការបួងសួងយើងចង់ធ្វើពេលណាកន្លែងណាក៏បានដែរឲ្យតែចិត្តយើងស្ងប់ហើយជ្រះថ្លាបងប្អូនក៏អាច share វីដេអូរបស់ខ្ញុំហើយសរសេរអ្វីដែលបងប្អូនប្រាថ្នាឬក៏បួងសួងនៅក្នុងចិត្តក៏បានដែរហើយក៏កុំភ្លេចខិតខំប្រឹងប្រែងធ្វើការរៀនសូត្រដើម្បីជាស្ពានសម្រាប់ថ្ងៃអនាគតឥឡូវយើងចេញមកក្រៅវិញស្រាប់តែមេឃភ្លៀងហើយហាងមួយចំនួនក៏បិទដែរព្រោះថាល្ងាចហើយតែសំណាងអីនៅសល់ហាងកាហ្វេមួយនៅចិត្តព្រះវិហារនឹងហ្មងអញ្ចឹងយើងទៅភ្លក់រសជាតិកាហ្វេក៏ដូចជាបង្អែមនៅនឹង menu គេមានលក់ច្រើនបងប្អូនមានលក់កាហ្វេនំខេកការ៉េមអីអញ្ចឹងណានិយាយរួមមានច្រើនយើងចង់ញ៉ាំអីយើងក៏មកនឹងប៉ុន្តែថ្ងៃហ្នឹងគឺខ្ញុំសម្រេចចិត្តថាចង់ញ៉ាំនំខេកខ្ញុំកំងយករសជាតិ Moon Turtle បងប្អូនជានំខេកដែលធ្វើចេញពីគ្រាប់ផ្កាបងប្អូនតែខ្ញុំក៏ភ្លក់រសជាតិរបស់ម៉ាក់ដែរព្រោះថាយើងកំងផ្សេងគ្នាដោយសារតែខ្ញុំចង់ភ្លក់រសជាតិឲ្យបានច្រើនមុខហើយនេះគឺជានំ Maryland Turtle នំខេកដែលធ្វើចេញពីផ្លែ apricot បងប្អូនហើយគេលាយជាមួយនឹងសាច់នំសូកូឡាអត់សូវផ្អែមទេបងប្អូនហើយរសជាតិដែលខ្ញុំយកនេះរៀងផ្អែមជាងរបស់ម៉ាក់បន្តិចតែរសជាតិរបស់វាគឺឆ្ងាញ់ម្យ៉ាងម្នាក់បងប្អូនសម្រាប់រសជាតិនំបរិយាកាសជាមួយនឹងសវីសនៅក្នុងហាងនេះគឺខ្ញុំរ៉េតឲ្យ8លើ10បងប្អូនហើយការរៀបចំហាងមកគេស្អាតបងប្អូន clean មើលទៅហើយជិនមានអនាម័យមកបងប្អូនបន្ទាប់ពីយើងញ៉ាំជាតិផ្អែមហើយគឺយើងត្រូវបញ្ចេញញើសវិញម្ដងបងប្អូនដើរហាត់ប្រាណស្រូបខ្យល់អាកាសធម្មជាតិដកដង្ហើមយឺតមួយហើយរីករាយជាមួយនឹងទេសភាពដ៏ស្រស់ស្អាតតាមបណ្ដោយដងទន្លេដានូបខ្ញុំចង់ឲ្យបងប្អូនសាកល្បងដើរលេងជាមួយនឹងកន្លែងធម្មជាតិបែបអញ្ចឹងណា
នៅពេលដែលយើងបានឲ្យខ្លួនឯងចំណាយពេលខ្លះជាមួយនឹងធម្មជាតិអញ្ចឹងគឺអារម្មណ៍ល្អខ្លាំងណាស់បងប្អូនឥឡូវយើងចេញពីភូមិហើយយើងបន្តដំណើរទៅចកាមួយដែលបងប្អូនចូលចិត្តខ្លាំងហ្មងទេសភាពនៅតាមផ្លូវនេះគឺស្រស់ស្អាតខ្លាំងណាស់បងប្អូនអើយទេសភាពចំការនៅតាមជើងភ្នំអមជាមួយនឹងទឹកទន្លេដ៏ស្រស់ស្អាតហើយយើងក៏អាចជិះទូកធំៗបែបនេះឆ្លងប្រទេសក៏បានដែរយើងបន្តដំណើរប្រហែលជាមួយសន្ទុះធំដែរបានយើងទៅដល់ចំការ Cherry ខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាចូលចិត្ត Cherry ខ្លាំងហ្មងដោយសារតែ Cherry នេះគឺមានរសជាតិឆ្ងាញ់ហើយវាអត់ទាន់ដាំបាននៅប្រទេសយើងទៀតនិយាយទៅយើងមានតែប្រភេទផ្លែដែលនាំចូលមិនមែនជាផ្លែដែលបេះភ្លាមថ្មីផ្ទាល់នៅចកាអញ្ចឹងមិនថាបើសិនជាបងប្អូនបានមកបេះផ្ទាល់មិនដឹងជាល្អយ៉ាងណាតែសบายភ្នែកសบายដៃសบายមាត់ណាបងប្អូនមើលតម៉ាក់ខ្ញុំមើលបេះឡើងញាប់ដៃញាប់ជើងនេះឯពូជដែលខ្ញុំកាន់នៅនឹងដៃនេះគឺគេលក់បានថ្លៃបងប្អូនដោយសារតែរសជាតិវាឆ្ងាញ់ហើយវាពិបាកដាំបងប្អូនហើយពីរហ្នឹងគឺឆ្ងាញ់មួយយ៉ាងម្នាក់បងប្អូនដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងអានេះរៀងផ្អែមជាងអញ្ចឹងជាមួយខ្ញុំហែកឲ្យបងប្អូនមើលអានេះខ្ញុំហែកអាពណ៌ខ្មៅខ្លាំងបេះដូងរៀងទូជាងឯនេះទឹកវាលឹងក្រហមកម្ៅហ្មងបងប្អូនហើយរសជាតិវាគឺផ្អែមដិតហ្មងបើអានេះវិញគឺថាសាច់លឹងណែនតែនតាប់ហ្មងរសជាតិវាឆ្ងាញ់មួយយ៉ាងម្នាក់បងប្អូនហើយនេះគឺទីតាំងចំការដែលខ្ញុំមកបេះខ្ញុំនឹងដាក់នៅលើវីដេអូនេះបងប្អូនដូចសពមួយដងអញ្ចឹងឲ្យតែយើងមកចកាបន្ទាប់ពីចេញពីចកាហើយគឺយើងទៅរកអីញ៉ាំចិត្តចកាជាពិសេសគឺកន្លែងលក់វ៉ាញបងប្អូននៅតាមភូមិមួយក្បែរចំការគឺគេមានផ្ទះដែលគេលក់វ៉ាញអញ្ចឹងណាបងប្អូនគេធ្វើចំការហើយគេផលិតស្រាខ្លួនឯងហើយគេលក់នៅនឹងកន្លែងគេហ្មងហើយថ្ងៃនេះខ្ញុំសុំភ្លក់មួយកែវទៀតហើយនិយាយរួមទៅយើងមកដល់ហើយយើងអត់ភ្លក់អត់កើទេបងប្អូននិយាយពីផ្ទះលក់វ៉ាញគឺមានច្រើនជម្រើសឲ្យបងប្អូនរើសហ្មងប៉ុន្តែបើអាហារវិញគឺអត់សូវមានទេបងប្អូនគឺគេមានតែលក្ខណៈបែបនំប៉័ងឈីសឬក៏ធីបជ្រលក់ដូចខ្ញុំបង្ហាញបងប្អូនក្នុងវីដេអូនេះអញ្ចឹងអាហ្នឹងយើងយកវាមកបៀកនំប៉័ងវាដូចសាច់អញ្ច្រាំដាក់នំប៉័ងអញ្ចឹងណាបងប្អូនខ្ញុំមិនដឹងគេញ៉ាំបែបម៉េចទេប៉ុន្តែគឺខ្ញុំញ៉ាំដូចនំប៉័ងដាក់សាច់ហ្មងខ្ញុំកាត់នំប៉័ងមកគឺខ្ញុំបៀកស្នូលនឹងចូលហ្មងនេះបងប្អូនខ្ញុំធ្វើដូចនំប៉័ងដាក់សាច់អញ្ចឹងរួចហើយយើងញ៉ាំទៅញ៉ាំមិនទាន់បានហើយស្រួលបួលផងភ្លៀងទៀតហើយបងប្អូនអើយហើយម៉ាក់ខ្ញុំមានទាន់បានញ៉ាំទេនេះឡៃតបាំងឆាតនេះដោយសារតែកន្លែងអង្គុយខាងក្នុងគេអង្គុយពេញអស់ហើយបងប្អូនចឹងនៅតែខាងក្រៅខ្ញុំញ៉ាំហើយខ្ញុំធ្វើឲ្យម៉ាក់ម្ដងដោយសារគាត់មិនអង្គុយបាំងឆាតទៅក៏អត់ទាន់បានញ៉ាំខ្ញុំវះនំប៉័ងហើយបៀកស្នូលបៀកអីដូចគ្នាមកមានអីបងប្អូនរសជាតិវាឆ្ងាញ់តានិយាយទៅដូចតែគេថាពេលឃ្លានឆ្ងាញ់ស្រឡាញ់ល្អចឹងណាចឹងដំណើរកំសាន្តថ្ងៃនេះត្រូវបានបញ្ចប់ហើយនេះយើងទទួលបានបទពិសោធន៍ច្រើនតាបងប្អូនយើងបានភ្លក់រសជាតិអាហារនំខេកបានទៅលេងភូមិដ៏ស្រស់ស្អាត Maria Tafel និងទៅចំការបេះ Cherry ដែលមានរសជាតិឆ្ងាញ់ត្រឡប់មកផ្ទះវិញខ្ញុំសង្ឃឹមថាបងប្អូនទាំងគ្នានឹងរីករាយជាមួយនឹងដំណើរកំសាន្តមួយនេះអាច comment ប្រាប់ខ្ញុំពីចំណាប់អារម្មណ៍បងប្អូនឬក៏អាច share ដើម្បីសម្រេចប្រាថ្នាឲ្យបដូរខ្លួនឯងមកដើរលេងកន្លែងបែបនេះនៅថ្ងៃណាមួយ